ហេតុអ្វីសហរដ្ឋអាមេរិកត្រូវតែកំទេចវេណេស៊ុយអេឡាក្នុងគណៈភពផែនដីកំពុងតែជ្រួលច្បល់ដោយសារតែសង្គ្រាមនៅអឺរ៉ុបនិងមជ្ឈិមបូព៌ាស្រាប់តែមានសញ្ញាព្រមានសង្គ្រាមថ្មីមួយទៀតបានបន្លឺឡើងនៅក្បែរច្រកផ្ទះរបស់សហរដ្ឋអាមេរិកវេណេស៊ុយអេឡាប្រទេសដែលមានទុនបំរុងប្រេងធំជាងគេនៅលើលោកបំផុតកំពុងតែស្ថិតនៅក្នុងក្រសែភ្នែកមហាអំណាចលេខ1សំណួរដ៏ធំពិភពលោកសួរថាហេតុអ្វីបានជាសហរដ្ឋអាមេរិកសុកចិត្តប្រថុយការប្រើប្រាស់កម្លាំងបាយលើប្រទេសជិតខាងខ្លួនឯងតើវាជារឿងសិទ្ធិមនុស្សឬជាល្បែងដណ្ដើមអំណាចថ្ងៃនេះយើងមកបង្ហាញពីហេតុផលដ៏ស៊ីជម្រៅយុទ្ធសាស្ត្រសភាវុធនិងអកំបាំងដែលរង្គើពិភពលោកបើនិយាយអំពីយុទ្ធសាស្ត្រសង្គ្រាមដណ្ដើមថាមពលរបស់អាមេរិកនិងប្រទេសវេណេស៊ុយអេឡាឬគល់នៃប្រេងរបស់ប្រទេសវេណេស៊ុយអេឡាគឺមានប្រេងប្រហែលជាង300លានបាឡែតនេះគឺជាចំនួនដែលលើសលប់សូម្បីតែអារ៉ាប់ប៊ីសាអូឌីតសម្រាប់អាមេរិកការគ្រប់គ្រងថាមពលនេះគឺជាការគ្រប់គ្រងពិភពលោកប្រសិនបើអាមេរិកអាចគ្រប់គ្រងប្រភពនេះបានពួកគេនឹងលែងបារម្ភពីវិបត្តិថាមពលជារៀងរហូតហេតុផលមួយទៀតដែលសហរដ្ឋអាមេរិកត្រូវតែកំទេចវេណេស៊ុយអេឡាគឺការវាយលុកលើការប្រើប្រាស់ប្រាក់ដុល្លារតាមការវិភាគប្រទេសវេណេស៊ុយអេឡាព្យាយាមលក់ប្រេងដោយខ្លួនឯងប្រើរូបិយប័ណ្ណផ្សេងក្រៅពីដុល្លារនេះគឺជាសកម្មភាពប្រកាសសង្គ្រាមផ្នែកសេដ្ឋកិច្ចបើសិនជាប្រាក់ដុល្លារបាត់បង់អំណាចលើប្រេងនោះសហរដ្ឋអាមេរិកនឹងបាត់បង់អំណាចសេដ្ឋកិច្ចដ៏ធំហេតុផលមួយទៀតដែលសហរដ្ឋអាមេរិកត្រូវតែកំទេចប្រទេសវេណេស៊ុយអេឡាគឺស្ថានភាពនយោបាយពីព្រោះតាមការវិភាគនេះសហរដ្ឋអាមេរិកប្រហែលជាចង់កំទេចឥទ្ធិពលរបស់រុស្ស៊ីនិងចិនបើតាមគោលការណ៍ Monroe Doctrine អាមេរិកមិនបណ្ដោយឲ្យមហាអំណាចក្រៅតំបន់ណាមួយមកបោះជើងយោធានៅអាមេរិកឡាទីនឡើយបច្ចុប្បន្ននេវេស៊ុយអេឡាក្លាយទៅជាច្រកទ្វារសម្រាប់រុស្ស៊ីនិងចិនវត្តមានយោធារបស់រុស្ស៊ីក៏បានបញ្ជូនយន្តហោះមកទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនិងអ្នកបច្ចេកវិទ្យាយោធាមកកាន់កាប់ទីក្រុងការ៉ាកាសសម្រាប់អាមេរិកនេះគឺជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិសុខជាតិរបស់ខ្លួនតាមការវាយប្រហារប្រទេសវេណេស៊ុយអេឡាមិនមែនគ្រាន់តែជាការវាយម៉ាឌូរ៉ូទេប៉ុន្តែគឺជាការវាយផ្ដាច់ខ្សែរយៈរបស់ពូទីននៅក្បែររបងផ្ទះរបស់សហរដ្ឋអាមេរិកមួយវិញទៀតតាក់ទងជាមួយនឹងយុទ្ធសាស្ត្រគ្រឿងសព្វាវុធអាមេរិកបានបើកការវាយប្រហារភ្នែកព្រះមុននឹងកងទ័ពថ្មើរជើងចូលទៅអាមេរិកបានបើកការប្រើប្រាស់ Cyber Warfare ដើម្បីបិទប្រព័ន្ធរ៉ាដាទំនាក់ទំនងនិងបានប្រើដ្រូន MQ-9 Reaper និងហោះហើរនៅលើមេឃដើម្បីកំណត់គោលដៅមេឃដឹកនាំជាន់ខ្ពស់របស់ប្រទេសនេវេស៊ុយអេឡាបើនិយាយអំពីកំពែងការពាររបស់នេវេស៊ុយអេឡាមានប្រព័ន្ធការពារ S-300VM ដែលជារនាំងការពារអាកាសដ៏រឹងមាំបំផុតពីការផ្គត់ផ្គង់របស់រុស្ស៊ីមិនត្រឹមតែប៉ុណ្ណោះពួកគេមានកងទ័ពរាប់លាននាក់ដើម្បីធ្វើសង្គ្រាមនៅក្នុងព្រៃ Guerrilla Warfare ដើម្បីធ្វើឲ្យអាមេរិកជាប់ផុងដូចនៅវៀតណាមឬអាហ្វាកានីស្ថានតើនឹងមានអ្វីកើតឡើងបើអាមេរិកសម្រេចចិត្តផ្លាស់ប្ដូររបបដោយកម្លាំងបាយនេះតើទីក្រុងការ៉ាកាសនឹងក្លាយទៅជាសមុទ្រភ្លើងចំណែកឯជនភៀសខ្លួនរាប់លាននាក់នឹងសម្រុកចូលព្រំដែនអាមេរិកនេះគឺជាល្បែងដែលអាមេរិកត្រូវគិតឲ្យច្បាស់មុននឹងទាញគន្លឹះកាំភ្លើងចេញមកសង្គ្រាមរវាងអាមេរិក
និងវេណេស៊ុយអេឡាមិនមែនជារឿងសាមញ្ញឡើយតែវាគឺជាល្បែងសកលរវាងមហាអំណាចនុយក្លេអ៊ែរតើអាមេរិកនឹងប្រើកម្លាំងបាយឬនឹងបន្តការប្រើសង្គ្រាមត្រជាក់តាមរយៈទណ្ឌកម្មជោគវាសនារបស់ប្រជាជននៃវេស៊ុយអេឡាកំពុងតែស្ថិតនៅចុងមាត់កាំភ្លើងរបស់មហាអំណាចលេខ1ចុះអ្នកវិញតើអ្នកគិតថាអាមេរិកគួរតែចូលអន្តរាគមន៍ឬទេសូមខមមិនមតិរបស់អ្នកខាងក្រោមនិងកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានការវិភាគដ៏ស៊ីជម្រៅពី YouTube បន្តបន្ទាប់ទៀតសូមអរគុណ